បាទសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទថ្ងៃនេះនាំអារម្មណ៍លោកអ្នកទៅទស្សនាកំសាន្តនៅកម្មវិធីសង្ក្រាន្តវិទ្យាល័យមេមត់បាទសង្ក្រាន្តវិទ្យាល័យមេមត់គឺបរិបធ្វើឡើងនៅទីលាននៅក្នុងបរិវេណមុខវិទ្យាល័យបូរនីហ៊ុនសែនមេមត់របស់យើងនឹងបាទដែលស្ថិតនៅក្នុងឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំបាទឥឡូវយើងចាប់ផ្ដើមចេញដំណើរទៅហើយពីទីរួមស្រុកឆ្ពោះទៅកាន់វិទ្យាល័យបូរនីហ៊ុនសែនមេមត់ដែលទីនោះនឹងប្រពៃនៅសង្ក្រាន្តឆ្នាំថ្មី2025គឺនៅថ្ងៃស្អែកនេះឯងគឺថ្ងៃទី6ខែមេសាឆ្នាំ2025នេះហើយបាទថ្ងៃនេះគឺជាថ្ងៃទី5ខែ4បាទឬខែមេសាឆ្នាំ2025បាទឥឡូវយើងធ្វើដំណើរមកជិតដល់ហើយបាទបងប្អូនបាទឥឡូវយើងនេះត្រូវបត់ខាងឆ្វេងដៃបាទយើងមកពីទិសខាងកើតមកខាងលិចបត់ខាងឆ្វេងដៃបត់ឲ្យហើយបាទឥឡូវចូលដល់ខ្លោងទ្វារហើយបងប្អូនបាទប្រិយមិត្តបាទនេះមកយើងឃើញទេសភាពខ្លោងទ្វារដ៏ស្រស់ស្អាតត្រូវបានតុបតែងឡើងយ៉ាងមានសោភ័ណភាពនិងគួរឲ្យចង់ថតរូបបាទមានទង់ជាតិទង់សាសនាទង់ជ្វាលាបាទហើយនឹងការតុបតែងផ្សេងអមសងខាងខ្លោងទ្វារនេះតែម្ដងបាទឥឡូវយើងចាប់ផ្ដើមចូលទៅមើលទិដ្ឋភាពខាងក្នុងបាទអញ្ចឹងយើងជិះមកដល់ខាងក្នុងបរិវេណសាលានេះហើយបាទយើងមកដល់ឃើញគេគឺដងទង់ជាតិបាទហើយនឹងអាគារស្កឹមស្កៃបាទដែលទង់ជាតិកំពុងតែបក់រវិចបាទហើយពីមុខអាគារដ៏មានកំពូលស្កឹមស្កៃមួយបាទយើងក៏លេចទៅមើលខាងនោះគឺឃើញមានការតាំងសម្រាប់ថតរូបបាទកន្លែងតាំងផ្សេងបាទច្រើនកន្លែងដែរសម្រាប់បងប្អូនទស្សនាផងដែរបាទហើយស្មានណាគឺក្មេងៗជាពិសេសយុវជនកំពុងតែនាំគ្នាធ្វើដំណើរមកទស្សនាក៏ដូចជាជួយការងារបង្ហើយនៅក្នុងការងារបាទធ្វើកម្មវិធីសង្ក្រាន្តនៅថ្ងៃទី6មេសា2025នេះបាទអញ្ចឹងយើងធ្វើដំណើរមកខាងនេះតិចបាទយើងក្រឡឹងមួយជុំបត់មកខាងឆ្វេងហើយចតម៉ូតូសិនបាទដើម្បីផ្ដិតយកនៅរូបភាពដ៏ស្រស់ស្អាតនៅនាពេលនេះបាទសកម្មភាពគូនិងយុវជនកំពុងតែតុបតែងនៅរូបថតកម្រងរូបភាពអនុស្សាវរីយ៍ក្រាបប្រតិភូបីណាស់មែនក្រាបនេះគឺមិនមើលយល់ហើយក្រាបមកហើយនោះក៏ទៅនៅទីរហបានបាយតាមហើយទឹកអីក្រាបដែរកម្មភាពជនយើងកំពុងតែហាត់សមនៅវិទ្យាល័យនេះដើម្បីប្រពៃកម្មវិធីថ្ងៃស្អែកបាទខាងនោះមានកន្លែងថតរូបមកហើយបងប្អូនណាបាទកន្លែងនេះគឺថតរូបបាទសួស្តីឆ្នាំ2025បាទកន្លែងថតរូបបងប្អូនបាទឥឡូវមកនេះគឺជនសិស្សានុសិស្សកំពុងតែបាទចិញ្ចូលបាទនេះគឺមានទាំងផ្លាក
ណាបើអ្នកជប់រៀនប្រុសក្រអ្នកនឹងខ្លាយទៅអ្នកក្រប្រុសតែជប់រៀនបាទនេះមិនសញ្ញារបស់យុវជនរបៀបសព័ន្ធយុវជនកម្ពុជាបាទសសរកបាទហើយនេះក៏ជាកន្លែងថតរូបមួយដែរបងប្អូនបាទស្អាតតុបតែងបាទហើយយុវជនយើងកំពុងតែអង្គុយលេងបាទយើងមើលខាងណាវិញសង្ក្រាន្តឆ្នាំថ្មីហើយមានពីងមានអីបាទហើយយើងមើលខាងណាទៀតបងប្អូនបាទមានទុនជាតិបាទនេះគឺល្ងាចថ្ងៃទី5ខែមេសាឆ្នាំ2005បាទអញ្ចឹងស្អែកនេះគឺជាថ្ងៃដែលត្រូវប្រារព្ធកម្មវិធីបងប្អូនគេថាអរគុណសន្តិភាពឲ្យមានទង់ជាតិនៃប្រជាណាចក្រកម្ពុជាផងដែរបងប្អូនបាទស្មានហើយគឺមនុស្សកំពុងតែចិញ្ចោលជួយរៀបចំផងមកមើលកំសាន្តផងបាទទាំងច្រើនបាទឥឡូវយើងមកមើលខាងនេះវិញបាទផ្នែកនៅខាងនេះគឺកន្លែងផ្ញើម៉ូតូបាទពេលបងប្អូនមកកំសាន្តមកផ្ញើក្នុងទីនេះផងហើយផ្ញើនៅខាងក្រៅផងខ្លះផងហើយដល់ឡែកបើសិនជាយើងធ្វើដំណើរមកនៅខាងស្ដាំដៃនេះបាទគឺមានស្តង់បាទស្តង់លក់ដូរបាទផលិតផលផ្សេងមកបងប្អូនជាបរិវត្តបាទគឺជាស្តង់ផលិតផលបាទនេះស្តង់ផលិតផលលក់ដូរแล้วកំពុងតែរៀបចំហើយបាទមិនទាន់បានដាក់លក់ទេស្អែកแล้วគាត់រៀបចំសិនបាទแล้วកំពុងរៀបចំលក់អីខ្លះណែលក់ក្រុងលក់អីខ្លះលក់អីគេលក់អីខ្ញុំមិនដឹងហ៎អត់តន់ដឹងទេអ្នកលក់អត់ដឹងថាត្រូវលក់អីណាខាងនេះនំខ្មែរណាតែនំខ្មែរអាហ្នឹងគឺនេះបងប្អូនដឹងហើយនំខ្មែរបាទចឹងមិនបាក់ឆ្ងល់ទៅសើចទៅក៏ឃើញដែរបាទអញលក់អីដែរបាទទៅមើលកណ្ដោះទៀតបងប្អូនអូកន្លែងស្តង់ពាណិជ្ជកម្មច្រើនណាតូមមកតូមជូរមើលអត់ដាច់បងប្អូនលក់អីដែរខាងណាលក់អីដែរលក់អីខ្ញុំធ្វើនំខេកលោកគ្រូនំខេកមកគូកំណើតហ្នឹងទៀតចឹងតែលក់នំដូចទៅនេះលោកគ្រូខ្ញុំមានមានតាំងពេទ្យប៉ោងគប់ពេទ្យប៉ោងឲ្យលោកវត្ថុអនុស្សាវរីយ៍បងប្អូនបាទទាំងក្នុងនេះថ្ងៃស្អែកគឺចាប់ផ្ដើមលេងហើយបងប្អូនអើយបាទទាំងថ្មហ្នឹងគឺមនុស្សមកហូរហែដើម្បីរៀបចំទីតាំងនេះបាទមានលក់ដូរលក់អីបាទទីធ្លាធំទូលាយគូសំបាទមានស្ប៉េសច្រើនបងប្អូនអាចមកលេងបាទនៅថ្ងៃស្អែកនេះចាប់ពីថ្ងៃស្អែកបាទពេលព្រឹកគឺមានកម្មវិធីបាទរាប់និមន្តព្រះសង្ឃសូត្រមន្តរាប់បាតនិងកម្មវិធីបើកសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យមួយមុតបាទហើយពេលរសៀលយើងនឹងចាប់ផ្ដើមកម្មវិធីបាទមានរបាំជូនពរបាទពេលព្រឹកហ្នឹងគឺមានរបាំជូនពរអីផ្សេងហូរហែហើយពេលរសៀលគឺចាប់ផ្ដើមរំលេងកំសាន្តឬក៏មានល្បែងជាព្រៃតាមប្រពៃណីពីបុរាណមកលេងហូរហែមាន
ចូលឈូងទាញប្រត់លាក់កន្សែងវាយក្អមបាទបានផ្សេងទៀតជាបរិបទនិយមចូលចិត្តពីមុនមកបាទដើម្បីរំលឹកនៅពេលដំណើរក៏ដូចជាស្នាដៃរបស់ឧបបរោះដូនតាខ្មែរយើងបាទចឹងទស្សនវិជ្ជាថ្ងៃបាទទី5ខែមេសាឆ្នាំ2024គឺមានប៉ុណ្ណឹងបងប្អូនចាំទស្សនានៅថ្ងៃស្អែកទៀតសូមបាទនេះគឺរូបភាពល្ងាចថ្ងៃទី5ខែមេសាឆ្នាំ2025បាទថ្ងៃ5ខែ4ឆ្នាំ2025ថ្ងៃនេះគឺក្រុមយុវជនក៏ដូចជាក្រុមការងារលោកគ្រូអ្នកគ្រូកំពុងតែរៀបចំបង្ហើយបាទនេះគឺជារោងនៃបរិបទពិធីបើកសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យបរិញ្ញាសែនមួយមុតបាទទាំងកំពុងតែរៀបចំបង្ហើយបងប្អូនបាទស្អែកកុំភ្លេចជើញមកចូលរួមបាទទស្សនាកំសាន្តជាពិសេសជម្រាបសួរបាទជម្រាបសួរបាទស្អែកដល់ហើយបងប្អូនមានកម្មវិធីអីខ្លះស្អែកលោកគ្រូស្អែកមានកម្មវិធីសូត្រមន្តបែរជាម៉ោង8ហ្នឹងកម្មវិធីសូត្រមន្តហើយរាប់បាតដែររាប់បាតម៉ោង9និមន្តលោកវត្តយើងនេះ25អង្គមន្តបិណ្ឌបាតជាមួយហ្នឹងហើយបន្ទាប់ពីបិណ្ឌបាតនោះយើងមានការសម្ដែងសម្ដាប់របស់ដាក់ដីហើយនឹងមានការសម្ដែងរបាំពីក្រុមយុវជននៅវិទ្យាល័យយើងហ្នឹងយើងមានរបាំច្រើនណាស់មានរបាំច្រត់របាំជូនពរហើយនឹងមានការសម្ដែងរាំចង្វាក់ប្រពៃណីខ្មែរយើងហ្នឹងដោយក្រុមយុវជនសសរិករនៅក្នុងវិទ្យាល័យយើងហ្នឹងហើយយើងមានកម្មវិធីផ្សេងទៀតប៉ុន្តែកុំភ្លេចពិសេសគឺថ្ងៃទី2ពេលព្រឹកម៉ោង8 9 10ហ្នឹងយើងមានកម្មវិធីបង្ហាញសមត្ថភាពរបស់យុវជនដែលគាត់ស្ម័គ្រចិត្តឡើងបកស្រាយចម្រៀងបុរាណខ្មែរយើងគោះរំលើងបទចាស់ពីដើមមកហ្នឹងហើយគាត់ឡើងលើឆាកច្រៀងហើយជូនរង្វាន់គាត់បងប្អូនណាដែលចេះច្រៀងបទបុរាណក៏ភ្លេចមកសម្ដែងថ្ងៃទី2ថ្ងៃ7ម៉ោង8 9 10ហើយខាងគណៈកម្មការសម្ដាននឹងមានកាដូជូនឲ្យតែអ្នកឡើងគឺមានកាដូជូនហើយយើងមិនមែនលក្ខណៈប្រឡងចម្រៀងទេប៉ុន្តែចង់ឲ្យបងប្អូនដែលចេះបទបុរាណហ្នឹងឡើងបង្ហាញសមត្ថភាពច្រៀងហើយយើងនឹងមានកាដូពីលើកទឹកចិត្តហើយយើងក៏មានការលេងល្បែងប្រជាប្រិយច្រើនដែរដូចជាខាងនោះយើងមានដាក់ល្បែងប្រជាប្រិយនោះគឺយើងមានវាយក្អមមានលេងលាក់កន្សែងទាញព្រាត់ចោលឈូងបាទមានបោះអង្គុញបានមកឡុកខាងនោះគឺយើងលេងល្បែងប្រជាប្រិយហើយទាំងអស់នេះសុទ្ធតែជាការបង្ហាញពីវប្បធម៌របស់ខ្មែរយើងព្រោះយើងគិតថាមួយឆ្នាំយើងមានតែម្ដងហើយយើងនាំគ្នាធ្វើចូលរួមរបស់គ្នាទៅវាគឺជាការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីខ្មែរយើងដែរអញ្ចឹងក្នុងនាមខ្ញុំជាគ្រូបរិញ្ញាបត្រនេះខ្ញុំចង់ពិសេសគឺខ្ញុំចង់មានការរៀបចំនៅសង្ក្រាន្តរាល់ឆ្នាំបាទពីព្រោះការរៀបចំនៅសង្ក្រាន្តនេះវាផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់សង្គមជាតិយើងគឺបង្ហាញនៅវប្បធម៌ផ្សេងដែលយើងមានបាទដូចជាការរាំចង្វាក់ប្រពៃណីយើងកិច្ចសាសនាអីផ្សេងគឺយើងមានបង្ហាញហើយនេះស្ថិតតែជាការបន្តនៅបងប្អូនយុវជនដែលជាសិស្សានុសិស្សរបស់យើងឲ្យគាត់យល់ដឹងអំពីការរៀបចំកម្មវិធីសង្ក្រាន្តមិនអីមិនអញ្ចឹងសម្រាប់អ្នកចំនួនក្រោយខ្ញុំគិតថាពេលដែលគាត់ចូលរួមជាមួយលោកគ្រូអ្នកគ្រូទៅពេលដែលគាត់ធំមានការងារធ្វើទៅគាត់ចេះទីកទៀតដែរនេះជាការបន្តគ្នាអញ្ចឹងខ្ញុំចង់ឲ្យសំណពរឲ្យបងប្អូនយុវជនសិស្សានុសិស្សអតីតសិស្សលោកអ៊ំលោកពូលោកមីងលោកយាយតាទាំងអស់នៅក្នុងស្រុកវិមុតនេះអញ្ជើញចូលរួមកម្មវិធីសង្ក្រាន្តនៅវិទ្យាល័យយើងឲ្យបានកកបានតែថ្ងៃស្អែកបាទអរគុណបាទសូមអរគុណបាទអញ្ចឹងលោកអ្នកពិតជាបានស្ដាប់ហើយនៅការបាទពីនេះក៏ដូចជាប្រសាសន៍របស់លោកគ្រូខាន់ម៉ៅដែលបាន
ជាគណៈកម្មការរៀបចំនៅក្នុងកម្មវិធីនេះបាទរៀបរាប់ពីត្រួសពីកម្មវិធីផ្សេងៗនៅក្នុងកម្មវិធីសក្តានវិទ្យាល័យបរនីវិស័យនៅមុតនេះបាទកុំភ្លេចជួយចូលរួមទាំងអស់គ្នាបាទសូមអរគុណ